បងប្អូននេះគឺជាវីដេអូមួយក្នុងចំណោមវីដេអូទាំងឡាយដែលខ្ញុំទុកជាអនុស្សាវរីយ៍គឺវីដេអូដែលខ្ញុំពុំដែលនឹកស្មានថាពួកយើងនឹងឆាចោលសម្បត្តិកប៉ាល់ហោះទេនេះពួកយើងរៀបរាប់ទៅស្រុកខ្មែរហើយរឿងរ៉ាវទាំងអស់នោះកើតឡើងតាំងពីឆ្នាំ2024រដូវក្តៅហើយពួកយើងកម្រងថាទៅស្រុកខ្មែរប៉ុន្តែពួកយើងទៅបានតែ3នាក់ទេដោយសារកូនប្រុសធំខ្ញុំមានបញ្ហាសុខភាពគាត់អត់អាចទៅបានអញ្ចឹងមានតែខ្ញុំប្តីខ្ញុំហើយនឹងកូនពៅហើយអាណិតកូនពៅបងប្អូនឃើញទេមិញគេកំពុងតែរៀបអីវ៉ាន់គេហើយសម្រាប់ការរៀបអីវ៉ាន់ហ្នឹងពួកយើងចំណាយពេល6ម៉ោងរៀបរួចជាស្រេចចាំតែស្អែកឡើងនឹងឡើងយន្តហោះហើយកម្រងការហ្នឹងទៅតែ2អាទិត្យជាងឯងបងប្អូនមើលអីវ៉ាន់ហើយចង់បញ្ចប់នេះបងប្អូនអីវ៉ាន់អត់មានបានទៅទេដោយសារពួកយើងឆាចោលសម្បត្តិកប៉ាល់ហោះហើយបងប្អូនចង់ដឹងថាមានរឿងអីកើតឡើងទេនៅពេលដែលពួកយើងខ្ញុំកក់សម្បត្តិកប៉ាល់ហោះហ្នឹងខ្ញុំខលម៉ាក់ខ្ញុំណាម៉ាក់ខ្ញុំគាត់จะសពគាត់ប្រាប់ថាគាត់ដូចជាឮសលេងអ្នកណាប្រាប់ថាគ្មានទៅបានមកទេហើយពេលហ្នឹងខ្ញុំនៅស្ងៀមព្រោះពេលហ្នឹងគឺខ្ញុំកក់សម្បត្តិកប៉ាល់ហោះហើយនៅតែចាំមេឃសួរច្បាស់គេនឹងឲ្យហើយសម្បត្តិកប៉ាល់នឹងបានស្អែកអញ្ចឹងណាអញ្ចឹងខ្ញុំអត់បើហើបប្រាប់ម៉ាក់ខ្ញុំថាចង់ឲ្យគាត់ភ្ញាក់ផ្អើលហើយក៏មិនបានចាប់អារម្មណ៍អីប៉ុន្តែគាត់ប្រាប់ម៉ាក់ថាម៉ាក់បើសិនជាលើកនេះខ្ញុំត្រូវបានទៅខ្ញុំនឹងបានឃើញម្អែងហើយតែបើមិនបានទៅទេទោះបីជាទិញសម្បត្តិកប៉ាល់ហោះយ៉ាងណាក៏ដោយក៏នៅតែមិនបានទៅខ្លួនឯងរហូតដល់ពេលហ្នឹងហើយនៅតែមានអារម្មណ៍មួយនិយាយអញ្ចឹងប្រាប់គាត់ណាហើយទៅនឹងដូចជាបថុចញុចនឹកឃើញខសួរសម្បត្តិកប៉ាល់ហោះហើយក៏សម្រាប់ចិត្តកក់ហើយក៏យកហើយខ្វះតែប្រហែលថ្ងៃទេគឺចាប់ដើមរៀបអីវ៉ាន់ហើយអីវ៉ាន់ហ្នឹងរៀបតែ6ម៉ោងហើយស្អែកឡើងចេញដំណើរតែមានណាបងប្អូនអើយរៀបអីវ៉ាន់ហើយម៉ោងមកដណ្ដប់យប់ហើយបងប្អូនដឹងមានរឿងអីកើតឡើងហ៎នៅពេលដែលខ្ញុំរៀបរាប់ញ៉ាំបាយហ្នឹងប្តីខ្ញុំក៏ជិះបន្ទប់ទឹកទៅលាងចានឆ្នាំងហើយក៏មានកែវមួយកែវនឹងខ្ញុំប្រយ័ត្នបំផុតនៅពេលដែលខ្ញុំលាងប៉ុន្តែប្រយ័ត្នហើយកែវនោះក៏បានធ្លាក់បែកហើយខ្ញុំក៏គិតថាដំណើរយើងប្រហែលជាត្រូវអាក់ខានហើយស្របពេលនឹងដែរប្តីខ្ញុំនៅក្នុងបន្ទប់ទឹកណាគេថាមានអារម្មណ៍ថាដូចជាស្អីមកមិនរួនគេចឹងឡើងដូចយើងមានអារម្មណ៍ថាជួយផែនដីចឹងណាហើយគេក៏អត់មាត់ដែរប៉ុន្តែមួយសន្ទុះក្រោយមកគេឮកែវសំឡេងកែវបែកហើយគេថាប៉ណ្ណឹងដឹងអត់បានទៅហើយស្រុកស្អែកនឹងត្រូវចេញតាណាហើយក៏ពិភាក្សាគ្នាចុះឡើងតែប្តីខ្ញុំចេញពាក្យមួយម៉ាត់ថាបើទោះបីជាយើងទៅក៏ប្តីខ្ញុំអត់សប្បាយចិត្តដែរហើយយើងមានអារម្មណ៍ថាដូចជាមានអ្វីមួយរារាំងមិនឲ្យពួកយើងទៅទេហើយចុះឡើងយើងក៏បានខលបញ្ឈប់សម្បត្តិកប៉ាល់ហោះនឹងឲ្យខាតអស់ឡើង1000ជាងដោយសារពួកយើងនៅខ្វះវាមិនដល់ក្រៅ24ម៉ោងដល់ពេលយើងចេញដំណើរអញ្ចឹងគេយកលុយយើងច្រើនមែនទែនហើយបងប្អូនមិញហ្នឹងគឺខ្ញុំកំពុងតែដកអីវ៉ាន់ដកវៃលីដកអីវិញបងប្អូនអ្នករៀបឡើងស្អាតហើយទាំងអស់ហ្នឹងនិយាយពីថាទៅផ្សារផងរៀបផងហើយដល់ពេលឲ្យយើងអត់បានទៅអញ្ចឹងប៉ុន្តែមិនអីទេដើម្បីសុវត្ថិភាពពួកយើងហើយបើទោះបីជាពួកខ្ញុំទៅលើកហ្នឹងក៏អត់សូវសប្បាយចិត្តឲ្យ100%ដែរដោយសារកូនប្រុសច្បងយើងអត់បានទៅធម្មតាពួកយើងតាំងពីណាពីណីមកពួកយើងតែងតែទៅជុំគ្នារហូតបងប្អូនអត់ដែរទៅបែកគ្នាទេទាំង3ទាំង4នាក់ប្តីប្រពន្ធកូនហ្នឹងហើយមែនបងប្អូនប្រហែលថ្ងៃក្រោយមក3-4ថ្ងៃក្រោយមកមានរឿងមិនល្អមួយកើតឡើងមែនទែនប៉ុន្តែដោយសារពួកយើងនៅហ្នឹងក៏រឿងហ្នឹងធូរទៅជាស្រាលវិញហើយនេះគ្រាន់តែជារឿងមួយដែលកើតឡើងនៅខាងនេះទេតែពេលហ្នឹងបើសិនជាពួកយើងទៅស្រុកប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកយើងនឹងមានរឿងមួយខ្លាំងនៅខាងស្រុកខ្មែរអញ្ចឹងបានជាដូចមានអ្វីមួយរារាំងមិនឲ្យពួកយើងទៅទេហើយបងប្អូនដែលធ្លាប់មានបទពិសោធន៍ចឹងទេសម្រាប់ខ្ញុំនេះជាលើកទី1ក្នុងជីវិតហើយជាការចងចាំដែលមិនអាចបំភ្លេចបានអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះ
អូខេអរគុណច្រើនជម្រាបលា